កង្កែបបោក ឬក៏យើងហៅម្យ៉ាងទៀតថាកង្កែបញាត់គ្រឿងគ្រាន់តែឃើញពណ៌ហ្នឹងថាទំនងមែនតែនហើយនេះនៅពេលដែលយើងដាក់អាំងលើធ្យូងទៀតមកថារត់តែបន្ថែមរសជាតិឆ្ងាញ់ហើយឈ្ងុយមែនតែនដាក់ចឹងអីនេះអូយអស់បាយអស់អីតែច្រើនតែម្ដងហើយនេះគឺជាគ្រឿងដែលយើងត្រូវធ្វើមានសាច់ជ្រូក3ជាន់មានជាមួយនឹងអឺអំបិលស្ករប៊ីចេងខ្ទឹមហើយជាមួយនឹងគ្រឿងដែលយើងបានបុក គឺយើងថាឆាសាច់ឆាអីចេះមកថាយើងភ្លក់គ្រឿងក្រៅយើងចង់បានរបៀបម៉េចគឺឆ្ងាញ់តែម្ដងហើយយើងទុកឲ្យគ្រឿងនឹងត្រជាក់ទៅបន្ទាប់មកយើងលាយជាមួយនឹងម្រះព្រៅថាពេលឆាសាច់ឆាអីនោះឲ្យបានថតឲ្យបងប្អូនមើលទៅស្ដាយទៅមែនតែនតែម្ដងដល់ទៅពេលឆាហើយណែបានដឹងថាខ្លួនឯងនឹងវាអត់ចុចម្ដងជាពីរដងអីចឹងទៅហើយនេះថាបន្ទាប់ពីយើងឆាគ្រឿងភ្លក់រសជាតិគ្រឿងក្រៅផ្សំថាបានរសជាតិដែលយើងចង់បានហើយយើងយកមកញាត់ចូលក្នុងកង្កែប ហើយកង្កែបនេះនាងខ្ញុំប្រឡាក់ជាមួយនឹងអម្សៅស៊ុបតិចទៅហើយជាមួយនឹងប្រេងខ្យងតិចមកទុកឲ្យបាន10នាទីបន្ទាប់ពីនោះមកថាចូលជាតិយើងចាប់ផ្ដើមដាក់គ្រឿងញាត់ចូលតែម្ដងតែពេលធ្វើអញ្ចឹងថាកង្កែបខាងក្រៅនេះក៏ឆ្ងាញ់សាច់កង្កែបខាងក្នុងនោះក៏ឆ្ងាញ់ដាក់អាំងទៅថាបានកង្កែបឆ្អិនកង្កែបអីចេះមកថាអូយជាតិនោះជាតិតែម្ដងហើយកង្កែបនេះយើងទិញគេមកយើងយក គេវះពោះវះពោះយកអត់វះពោះតែវះពោះធ្លាយគ្រឿងធ្លាយអីយើងហើយយើងលាងទឹកលាងអីធ្វើឲ្យវាស្អាតថែមទៀតមកយើងចាប់ផ្ដើមយកមកញាត់គ្រឿងចេះមកហើយអ្នកខ្លះទៀតក៏គាត់យកញាត់គ្រឿងហើយគាត់ទុកឲ្យវារៀងស្រស់ជាតិទឹកជាតិអីទៀតតែនាងខ្ញុំណែអត់ទេយើងញាត់គ្រឿងប្រឡាក់គ្រឿងអីហើយភ្លាមយើងយកមកដាក់អាំងចឹងទៅថាឆ្ងាញ់តែម្ដងហើយគ្រឿងក្រៅនេះបងប្អូនដាក់ជាមួយនឹងសាច់ជ្រូក3ជាន់នាងខ្ញុំដាក់សាច់ជ្រូក3ជាន់វាមានជាតិខ្លាញ់តិចចឹងមកចឹងទៅយើងវាមានថាអូញ៉ាំទៅឆ្ងាញ់ហើយនេះយើងញាត់ទៅបងប្អូនអាចញាត់ទៅតាមចំណង់ចំណូលចិត្តបន្ទាប់ពីបកាត់ភ្លើងណែថាសោះអីអស់ហើយយើងចាប់ផ្ដើមយកកង្កែបមកទំរៀបដាក់អាំងចេះអូយមើលទៅតម្រង់ជួរបានល្អនេះ ដាក់អាំងចេះមកយើងចាប់ផ្ដើមថាអូយឈ្ងុយក្លិនផ្ដាហើយកង្កែបយើងនឹងក៏ធំល្អញាត់គ្រឿងនឹងក៏ថាពេញពោះដាក់ទៅជាតិតែមែនតែម្ដងថាអូយដាក់បានមួយនេះឆ្ងាញ់តែម្ដងបន្ទាប់ពីយើងអាំងប្រើភ្លើងច្រានចឹងមកបានរៀងបើស្ទុះហើយនេះយើងចាប់ផ្ដើមប្រែដើម្បីកុំឲ្យខ្លោចកុំអីតែពេលយើងប្រែដល់ឆ្អិនសព្វក្លុកក្លៀតអស់ហើយយើងចាប់ផ្ដើមមកដាក់ចានចេះមកថាអូយទំនងមែនតែន នាងខ្ញុំគ្រាន់តែឃើញនឹងថាលាបទឹកមាត់ក្អឹកតែម្ដងហើយកូននេះទាញថាកង្កែបនឹងម៉ាក់ញ៉ាំចឹងទ្រាំថតសូវបានច្រើនទេបានថាគាត់នឹងដាក់ញ៉ាំជាមួយបងជាមួយប្អូននឹងអស់ហើយលើកយកទៅហើយនេះកង្កែបយើងថាមើលទៅទំនងគួរឲ្យចង់ញ៉ាំណាស់ពុកម៉ែបងប្អូនកុំភ្លេចសាកធ្វើទាំងអស់គ្នាថាកង្កែបបោកកង្កែបញាត់គ្រឿងនេះឆ្ងាញ់តែមែនតែនត្រូវភ្លៀងសៃៗត្រជាក់ៗទៀតមកថារឹតតែទំនង អរគុណជម្រាបលាពុកម៉ែបងប្អូនទាំងអស់